យោយបងប្អូនណៃគាត់តែមើលក៏ដឹងថាសប្បាយដែរតែខ្ញុំមិនជ្រួលជ្រើមទេដោយសារតែមានបទពិសោធន៍ប្អូនម្នាក់គាត់ធ្លាប់ទៅលេងនៅ Aeon 3គាត់ថាអើយម្ដងហ្នឹងគឺរៀងហ្មងគឺហួលបងប្អូននេះពេលយើងធ្លាក់លេងអញ្ចឹងទៅមកដល់កន្លែងកណ្ដប់ទប់អាកន្លែងនេះគឺថាគឺបក់ក្រោយមកវិញអីអញ្ចឹងតែបើយើងអត់ចេះទប់ទេគឺមកចំហួលហ្នឹងគឺខ្លាំងយកហ្មងហើយកូនប្រុសបើខ្ញុំហ្នឹងគឺថាអត់ឃើញរបស់ថ្មីប្លែកហ្នឹងគឺថាអត់ចេះខ្លាចទេលេងរហូតហើយសប្បាយទេណាមើលទៅបានតែជួយរុញអូសទៅអូសមកទប់អញ្ចឹងទៀតនិយាយពីថាចង់លេងម្ដងហើយម្ដងទៀតកន្លែងគឺមានកន្លែងលេងច្រើនដល់បងប្អូនមានរ៉តមានតងហើយមានកន្លែងគយគុណទេសភាពជាពិសេសកន្លែងបាតដៃព្រះអីហ្នឹងយើងឡើងមើលទេសភាពអូយស្អាតតែប៉ុន្តែយើងស្រាវជើងតិចបងប្អូនហើយមើលទៅគឺថាបច្ចៈចិត្តហ្មងយូរៗនាំកូនមកលេងម្ដងគឺអារម្មណ៍ស្រស់ថ្លាហើយទីតាំងគឺអត់មាននៅណាឆ្ងាយទេនៅទឹកដីខេត្តកំពង់ធំហ្មងគឺមានកន្លែងលេងច្រើនណាស់បងប្អូននាំកូនមកហែបទឹកទៅពេលអញ្ចឹងទៅលក្ខណៈថាយើងឆ្លៀតទិញអីញ៉ាំជិបចប់អញ្ចឹងណាមានមាន់មានបុកល្ហុងមានណែមានប្រហុកឆៅអីចឹងញ៉ាំទៅកំដរមួយកូនលេងអីចឹងទៅម្យ៉ាងដែរតែខ្ញុំលេងទឹកហត់ឡើងមកវាថាឲ្យត្រូវរសជាតិតែម្ដងអង្គុយញ៉ាំយកមកអត់បានខ្វល់ឬក៏ជាមួយកូនអីហ្នឹងទេគឺថាផ្លូវមន់មួយគឺញ៉ាំមួយបុកល្ហុងម្ទេសជាង10គ្រាប់ហ្នឹងគឺថាហឹលហោះឆ្ងាញ់យកតែម្ដងចាវីដេអូនេះគឺជួបជុំគ្រួសារសប្បាយម្យ៉ាងដែរទាំងកូនទាំងចាស់អីបានមកលេងជុំគ្នាអីចឹងណាបាយបាយបងប្អូន